ប្រើ skin care ថ្លៃនឹងគេដែរតែមិនឃើញផលល្អសោះការប្រើ skin care គឺមិនសំខាន់ថាអ្នកនរគ្នាប្រើរបស់ថ្លៃឬក៏ថោកនោះទេសំខាន់អ្នកនរគ្នាចេះប្រើប្រាស់ថែទាំឲ្យបានត្រឹមត្រូវប៉ុន្មានចំណុចតូចៗនេះដែលអ្នកទាំងអស់គ្នាតែងតែមើលរំលងទី1គឺប្រភេទស្បែកមុខថាតើអ្នកនរគ្នាមានប្រភេទស្បែកមុខមិនស្បែកមុខស្ងួត dry skin ស្បែកមុខប្រេង oily skin ស្បែកមុខធម្មតា normal skin ស្បែកមុខចម្រុះស្ងួតផងប្រេងផងគេហៅថា combination skin នឹងឯងទី2គឺការប្រើប្រាស់ skin care ប្រើ skin care ដំបូងមិនបាច់ប្រើ4 10មុខទេប្រើតែ3 4មុខបានហើយ foam លាងសម្អាតមុខ serum moisturizer ហើយនិង sunscreen ទី3មិនត្រូវយកដៃមិនស្អាតរបស់យើងទៅប៉ះពាល់លើមុខឡើយព្រោះដៃមានបាក់តេរីមេរោគផ្សេងៗដែលបង្កឲ្យឡើងមុនរោលមុខទី4ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ចន្លោះពី1លីត្រកន្លះទៅ3លីត្រយ៉ាងហោចណាស់ក្នុងមួយថ្ងៃទី5ការគេងឲ្យបានគ្រប់គ្រាន់ពី7ទៅ8ម៉ោងតែគេងអត់ឆ្អែតធ្វើឲ្យភ្នែកស្លាប់ដក់ខ្មៅមុខវិញឡើងស្អាតទី6គឺរបបអាហារញ៉ាំអាហារដែលសម្បូរទៅដោយវីតាមីននិងប្រូតេអ៊ីនទី7គឺការជំរុញកោសិកាចាស់ៗឲ្យបាន2ទៅ3ដងក្នុងមួយសប្តាហ៍ពេលលាបផលិតផលឆាប់ចូលមុខល្អធ្វើឲ្យស្បែកភ្លឺថ្លាក្មេងជាងវ័យទី8ស្រឡាញ់ខ្លួនឯងបានច្រើនថែរក្សាផ្លូវចិត្តឲ្យរឹងមាំស្រឡាញ់ពេញចិត្តនៅអ្វីដែលយើងមានសុខភាពនិងសម្រស់មកឯងទឹកមុខស្រស់ស្រាយភ្លឺថ្លាចេញពីខាងក្នុងតែម្ដងហើយ skin care ដែលខ្ញុំកំពុងតែលាបមុខនេះគឺជាផលិតផលរបស់ Api Beauty ជួយឲ្យស្បែកមុខភ្លឺថ្លាកាត់បន្ថយស្នាមអុចខ្មៅកាត់បន្ថយជាំអាចរុយដែលមាននៅលើមុខហើយផលិតនៅសហរដ្ឋអាមេរិកជាមួយនឹងគ្រឿងផ្សំធម្មជាតិ organic បើបងប្អូនចាប់អារម្មណ៍បងប្អូនអាចទាក់ទងទៅកាន់ Api Beauty បាន